ចឹងសួស្តីអ្នកគ្នាថ្ងៃនេះយើងតមេរៀនយើងពីម្សិលមិញតកតងជាមួយនឹងការលម្អិតប្លង់ground floor detail របស់យើងចឹងសម្រាប់យើងបានចាប់ចូលកន្ទុះយើងបានរៀបចំ graphic មួយចំនួនហើយចឹងថ្ងៃនេះយើងចាប់ផ្ដើមធ្វើការ detail រៀបចំ tag អីហ្នឹងគឺយើងដាក់វាចឹងខ្ញុំdouble click ទៅចូលក្នុងនោះអ្នកគ្នាពេលច្រើននេះខ្ញុំអត់សូវបើសិនជាឲ្យខ្ញុំផ្ទាល់ហ្មងគឺប្រយ័ត្នខ្ញុំចាប់វាចូលក្នុងsheet ហើយបើខ្ញុំចាប់ដើមធ្វើការ detail នៅក្នុង layout របស់យើងនេះប្រយ័ត្នខ្ញុំ detail បន្តិចបន្តួចទេអ្នកគ្នាខ្ញុំប្រយ័ត្នគឺខ្ញុំយកមកខ្ញុំចាប់មកចូលនៅក្នុង sheet របស់យើងនេះហើយបាទខ្ញុំចាប់ដើម detail វាអញ្ចឹងណាអ្នកគ្នាអញ្ចឹងមិនថាអ្នកគ្នាធ្វើនៅក្នុង layout អានេះអាកន្លែងដែលយើងអានេះអត់បានទេធ្វើបានដូចគ្នាបើសិនអ្នកគ្នាចង់ឆ្លាស់ធ្វើនៅក្នុងនេះចុះតែបើថាអ្នកគ្នាចង់ធ្វើឲ្យ compare ជាមួយ sheet របស់យើងធ្វើនៅក្នុង sheet នេះធ្វើក្នុងនេះយើងធ្វើឲ្យយើងអាច compare មើលបានថាពេលវាចូលនៅក្នុង sheet ទៅទំហំអីប៉ុណ្ណាយើងអាចមើលបានណាអញ្ចឹងខ្ញុំពិចារណាខ្ញុំចូលចិត្តចាប់ចូលក្នុងហ្នឹងហើយបាទខ្ញុំធ្វើការ detail detail ម្ដងមួយអ្នកគ្នាអញ្ចឹងដំបូងអ្នកគ្នាខ្ញុំ apply room សិនខ្ញុំ rotation តោះមកអ្នកគ្នាកន្លែងនេះខ្ញុំ take របស់ខ្ញុំនេះអ្នកគ្នាសំទោសអ្នកគ្នា room ខ្ញុំយក room take របស់យើងនេះអញ្ចឹងយើងអានេះដូចជាយើងអាច apply ម្ដងបានទាំងអស់ដែរខ្ញុំ take all ហើយខ្ញុំយកពាក្យថា room កន្លែងនេះអ្នកគ្នា annotation ហើយយើងយកពាក្យថា take all ហើយយើងយកពាក្យថា room take អូខេអញ្ចឹងនេះ take របស់យើងមាន2 3យើងរើសមកអ្នកគ្នាអញ្ចឹងនៅក្នុងនេះយើងអាចយកមួយណាសិនក៏បានយើងចាំដូរវាតាមក្រោយក៏បានដែរឬក៏យើងអាចយកអាត្រូវរបស់យើងដែលយើងចង់ take វាហ្មងក៏បានមាន area មាន volume មានអីចឹងណាខ្ញុំសាកយកមួយនេះសិនមកតោះមកខ្ញុំ apply ចូលនេះយើងបានប៉ុណ្នេះមកហើយអានេះពីចឹងខ្ញុំអត់សូវប្រើនេះដែរទេអ្នកគ្នាអញ្ចឹងឧទាហរណ៍ថាយើងអត់ទាន់បានអត់ត្រូវហ្នឹងទេយើង select all instant នេះមកអ្នកគ្នាខ្ញុំយកវាដាក់ with volume ចេះមកអ្នកគ្នាឬក៏ម្ដងទៀតមានអីខ្លះនេះពីចឹងខ្ញុំប្រើមួយនេះអ្នកគ្នានេះចឹង room take នេះអ្នកគ្នាយើងអាចចូលទៅមើល parameter របស់វាបាននៅក្នុងហ្នឹងបើសិនជាយើងចង់បង្កើតថ្មីអ្នកគ្នាយើងចូលមកកន្លែងនេះ file យើងចូលមក new family តោះមកយើងបកទៅ English របស់យើងនេះចឹងនៅក្នុងហ្នឹងយើងចូលមក annotation នេះមកចឹងយើងរកពាក្យថា room take នេះអ្នកគ្នាយើង open មកចឹងនៅក្នុងនេះពេលដែលយើងចូលមក open មកវាបានចេញមកប៉ុណ្នេះតោះយើងចូលមក create ហើយយើងចូលមក label ចឹងនៅក្នុងនេះមាន parameter មួយចំនួននៅក្នុងនេះចឹងរបស់ខ្ញុំបង្កើតឲ្យស្រាប់ហើយអ្នកគ្នាអាចយកទៅប្រើបានហើយអ្នកគ្នាចង់ដឹងថា parameter របស់វាមានអីខ្លះអ្នកគ្នាអាច select ចូលមក edit តោះមកយើង check មើលនេះចឹងអានេះជា label អ្នកគ្នាឃើញ take label ចឹងយើង select នៅលើវាមកយើងយកពាក្យថា edit label ចឹងនៅក្នុងនេះមានពាក្យថា name ចឹងមានថា room name ណាអ្នកគ្នា room name ហើយអានេះជាlabel ដែរ floor finish ហើយនេះក៏ជា label ដែរអ្នកគ្នា edit មក base finish floor finish និង base finish ខុសគ្នាអ្នកគ្នា floor finish របស់យើងហ្នឹងគឺប្រភេទ material របស់យើងអីគេយល់ទេគ្នាយើងគឺបើថាឧទាហរណ៍ថាយើងក្រាលការ៉ូឈើអញ្ចឹងយើងតាងវាមក S1 S2 អញ្ចឹងទៅ S1 ជាការ៉ូ ceramic អញ្ចឹងយើងដាក់ S1 មកនៅឧទាហរណ៍ថានៅក្នុងផ្ទះយើងមាន3 material ទី1 S1 ការ៉ូ ceramic របស់យើងយើងមាន S2 ការ៉ូ ceramic ដែរ88តោះមកយើងមាន S3 ការ៉ូឈើប្រភេទការ៉ូឈើដែលយើងក្រាលតាមបន្ទប់អញ្ចឹងយើងដូរវាមក S3 ហ្នឹងមក
យល់ទេគ្នាយើងអានេះជា floor finish តោះមកបាន base finish របស់យើងនេះគឺតកតងមួយ level របស់វា level យើងនៅក្នុង room របស់យើងនៅក្នុង level មែនឧទាហរណ៍ថាបន្ទប់ទឹកចឹងវា drop ចឹង level វាត្រូវដកតាមហ្នឹងហើយប៉ុន្តែអានេះអ្នកគ្នានេះ manual មួយទេវាអត់ auto ដោយអា level ដែលខ្ញុំចុច EL ទេណាអ្នកគ្នាដោយសារតែនេះយើងអត់ទាន់អាចបញ្ចូល parameter វាជាមួយនឹងអានេះបាននេះអា base finish របស់ខ្ញុំនេះគឺខ្ញុំបង្កើតខ្លួនឯងទេជាparameter មកអញ្ចឹងអ្នកគ្នាឧទាហរណ៍យើងចង់បានអីយើងបង្កើតវា share parameter តែនេះ share ហ្នឹងខ្ញុំទុកបរិញ្ញាអ្នកគ្នាពេលក្រោយព្រោះបើសិនបរិញ្ញាឥឡូវ share ហ្នឹងយើងស្មុគស្មាញតិចគ្រាន់តែបង្កើត parameter ធម្មតាអ្នកគ្នាស្មុគស្មាញត្រឹមតែដល់ share ទៀតកាន់តែវែងអញ្ចឹងអ្នកគ្នាអាចយករបស់ខ្ញុំទៅរៀនប្រើសិនចំណែកនេះ text អ្នកគ្នាអាកន្លែងណាដែលយើងឧទាហរណ៍ថាឈ្មោះវា area អញ្ចឹងយើងមិនចាំប្រើ parameter label ទេយើងប្រើជា text មកចំណែកនេះតាមពិតទៅវាជា label ដែរខ្ញុំអត់គួរដាក់វា area អញ្ចឹងទេគួរតែដាក់វាថាជា xx ជាមិនត្រូវដាក់វាថា xx អញ្ចឹងណាអ្នកគ្នាព្រោះយើងមានឈ្មោះ area នេះហើយអញ្ចឹងយើងគួរតែដាក់វាថា xx ទៅបើយើង area ហើយ area ទៀតអាចមានការយល់ច្រឡំអញ្ចឹងខ្ញុំដាក់ xx អញ្ចឹងមកចំណែកនេះអ្នកគ្នាតាក់ទងvới selling របស់យើង selling ហ្នឹងគឺ selling finish អ្នកគ្នាបានន័យថាប្រភេទ selling ហ្នឹងប្រភេទ material អីគេប្រភេទជា smart board ប្រភេទជាមនាងសិលាប្រភេទជាasset អាចជ័រអ្នកគ្នាជ័រដូចប្រភេទក្រូឈើដែរក៏យើងអាចតាំងឲ្យមក C1 C2 C3 អញ្ចឹងទៅចំណែកនេះកម្ពស់របស់ selling អ្នកគ្នាកម្ពស់របស់ selling របស់យើងគឺយើង manual មួយដែរទេវាអត់ detect ទៅជាមួយនឹងអា selling ដែលយើងចាប់ EL ដែរទេដោយសារតែវាអត់ទាន់ update ដល់ហ្នឹងអ្នកគ្នាសង្ឃឹមថាពេលក្រោយអានេះវានឹងអាច auto ជាមួយនឹងយើងគ្រាន់តែចូលទៅក្នុងហ្នឹងទៅបើតែយើង model selling កម្ពស់ណាអានេះវា detect អាហ្នឹងដែរខ្ញុំបើសិនអាចធ្វើចឹងបានល្អតែឥឡូវនេះអត់ទាន់ទេយល់ទេអ្នកយើងបាទចឹងក្នុងនេះ manual ទាំងអស់បង manual ក្នុងនេះ manual ទាំងអស់បាទគឺយើងនៅក្នុង room មួយយើងត្រូវ manual វាតែមិនដូចជា manual តែម្ដងវាស្គាល់នៅក្នុងហ្នឹងហើយអានេះវាជាប្រភេទ take ដែរប៉ុន្តែតកតងជាមួយនឹងអាពួកនេះយើងត្រូវ manual វាទេព្រោះវាអត់ស្គាល់ជាមួយនឹង material ពួកនេះដែរទេអានេះយើងគ្រាន់តែដាក់មកហើយអានេះយើងតាំងវាសូម្បីតែកម្ពស់នេះក៏ manual ដែរបើយើងត្រូវវាយវាទេកម្ពស់របស់យើងមែនអញ្ចឹងបើយើងចង់ឲ្យអូតូអ្នកគ្នានេះខ្ញុំមានអានេះកម្ពស់នៅមែនខ្ញុំមាន EL នេះប៉ុន្តែយើងអត់ទាន់អាចយកអា parameter នេះមកបញ្ចូលនៅក្នុងនេះបានបើសិនជាយើងអាចបញ្ចូលនៅក្នុងនេះបានអេមមកតែឥឡូវហ្នឹងអត់ទាន់ទេព្រោះតែ manual នេះអាចបញ្ចេញជា schedule បានណានេះយើងវាយប៉ុណ្ណេះយើងអាចបង្កើតវាជា schedule វាប្រាប់យើងមកថាកម្ពស់យើងប៉ុន្មានអីគឺវា follow ទៅតាមនេះដែរ schedule របស់យើងពេលក្រោយខ្ញុំនឹងបង្ហាញអូខេគ្នាយើងហើយនេះអាច take បានលើសពី1អ្នកគ្នាខ្ញុំចុច CS មក CS នេះខ្ញុំទៅមកតាក់បន្តិចចឹងនេះខ្ញុំឧទាហរណ៍ថា living room ដូចគ្នាដែរបើសិនជាយើងមានជាroom legend នេះយើងស្រួលចំណាំប៉ុន្តែពណ៌វាតែមួយចឹងណាតែនៅក្នុងលក្ខខណ្ឌដែលយើងប្រើចេះពេលខ្លះទៅយើងមិនដឹងថាអានេះស្អីគេទេអញ្ចឹងយើងអាច take លើសពី1គេទេអ្នកគ្នាគ្រាន់តែវាឈ្មោះវាអីក៏ដូចគ្នាគ្រាន់តែទីតាំងយើង apply ទៅទីតាំងផ្សេងទៀតកុំឲ្យ space វាច្រើនពេកអញ្ចឹងណាតោះនេះគ្នាយើងនៅក្នុងនេះអញ្ចឹងបន្ទប់ទឹកអញ្ចឹងយើងបើសិនជាយើងដាក់វាចូលមកចេះពេលខ្លះទៅយើងមើលទៅវាលុបអស់ពួកនេះអញ្ចឹងនេះអ្នកគ្នាអាចប្រើជា leader line បាន
anh ấy bớt sân chơi dọn ra leader line những tiền trên trái bán đấy được nhé tiền trên trái nè ủa thôi những đo leader line cho nhá bây giờ tiền trên trái cái việc ô tô ở dương mình leader line được không bớt sân chơi dọn đã tiền bán này từ trên trái cái đánh khăn cái thời mình leader line vào dương hai leader line này nè dương ảnh đã vì hàng chống này dương ảnh ra chỉ symbol bàn select đồ máu arrow nèខាងក្រោមនេះយើងអាចយកជា arrow ក៏បានពេលច្រើនកន្លែងនេះខ្ញុំប្រើជា dot 0.75ហ្នឹងទៅនេះហើយយើងយក fill មកអ្នកគ្នា fill dot fill dot យើងមានតែ3រៀងធំចាំខ្ញុំចូលទៅ edit វាអញ្ចឹងអ្នកគ្នានេះយើងមាន3រៀងធំអញ្ចឹងយើងដើម្បីចូលទៅកែ fill dot របស់យើងនេះអ្នកគ្នាខ្ញុំចូលមកកន្លែងនេះមែនអីខ្ញុំចូលកន្លែង sound នេះហើយយកពាក្យថា arrow នេះអ្នកគ្នាហើយយើងយក arrow នេះមកនេះ arrow នេះតោះមកយើងរើស fill dot មកអ្នកគ្នាអញ្ចឹង fill dot 3mm នេះអញ្ចឹងខ្ញុំ duplicate អញ្ចឹងខ្ញុំដាក់ fill dot 2ទៅ2ហើយនេះខ្ញុំកែមក2ដែរហើយខ្ញុំ apply មួយ apply នោះមានន័យថាយើងអូខេហើយតោះខ្ញុំ duplicate ម្ដងទៀតខ្ញុំដាក់មួយអូខេតោះមកខ្ញុំឡើងកែមកមួយដែរតោះមកខ្ញុំ apply នោះបើយ៉ាងណាខ្ញុំចូលមកដូរមកនេះយើងឃើញអ្នកនេះ fill dot 1 2 3យើងឡើងយកតែមួយបានហើយអានេះក៏យើង manual ដែរអ្នកនេះឧទាហរណ៍ថាខ្ញុំប្រើ S2 ឃើញទេ S2 គឺ selling របស់យើងនេះ 2.8 ម៉ែត្របូកមក0.8 ឬក៏ 2.80 មកសំទោសកន្លែងហ្នឹងមិន selling ទេអាហ្នឹងតើទៅមួយ level កន្លែងនេះណាគ្នា level របស់វារបស់យើងនេះមែនទេ50អញ្ចឹងអានេះ0បើសិនជាដក50បើយើងដូចជាដក30ទេដក30អញ្ចឹងអានេះ20បូក 0.2 បូក 0.02 ចេះ EL 0យើង drop 50បងវាសិនយើង drop 50 0ត្រូវហើយអញ្ចឹងនេះ0 0នេះ selling របស់យើងអ្នកគ្នាយើងដែលអាចបូកយើងចង់ដឹង selling របស់យើងឈ្មោះអីគេហើយកន្លែងនេះបើសិនជាយើងអត់មានជាប្រភេទ selling ទេអ្នកគ្នាយើងកុំដាក់អីព្រោះកន្លែងនេះអាច selling របស់យើងនៅក្រោម gender អញ្ចឹងកន្លែងនេះយើងអាចដាក់វាចោលចេញមកន័យថាអត់មាន selling ទេ selling របស់យើងគឺបេតុងបាត gender របស់យើងហើយកម្ពស់របស់វាយើងអាចវាយមកយើងដឹងចូលទៅវាស់មកឃើញមិនវាយប៉ុណ្ណឹងទៅខ្ញុំឧទាហរណ៍ថាបូក 2.8 ចុះ 2.80 ចេះតោះនេះអ្នកគ្នាយើងអាហ្នឹង take room take អ្នកគ្នាអានេះតកតងជាមួយនឹង area របស់យើងមកបន្ទប់នឹងអស់មែនអានេះអស់ម៉ានការ៉េមានក្នុងហ្នឹងហើយឯនេះយើង room take បាទអញ្ចឹងយើងនៅសល់ take ច្រើនទៀតអ្នកគ្នាយើងសល់ window take door take អញ្ចឹងខ្ញុំចូលមក notation នេះទៀត take អ្នកនេះចង់ take មួយក៏បានដែរណាបើស្អីយើងចង់ take មួយយើងចុច TG មកអ្នកគ្នាសល់ TG មកនឹង take ហ្នឹងអញ្ចឹងយើងប៉ះវាមកអ្នកគ្នានេះហើយ take ខ្ញុំមានច្រើនដែរនេះខ្ញុំដូរមកអ្នកគ្នា window take របស់យើងនេះខ្ញុំមានអក្សរឈ្មោះខ្ញុំពីមុខនេះចឹងអ្នកគ្នានេះជា style របស់ខ្ញុំទេអ្នកគ្នាអាចកែមកទៅអីផ្សេងបានណាចឹងអ្នកគ្នាឧទាហរណ៍ថានេះចង់ដូរទៅទាំងអស់
ធីម្ដងទាំងអស់យើងចូលមកធី all នេះមកហើយយើងយកពាក្យថា window ធីហើយកន្លែងនេះអ្នកគ្នាអាចរើសមកប្រភេទធីរបស់យើងសំទោសមិន wall ទេ window នេះចង់ធីទៅទាំង wall ទៀតក៏បានដែរនេះអូខេចឹងកន្លែងនេះយើង apply មកវាឆ្ងាយយើងខ្ញុំសុំម្ដងទៀត window ធីខ្ញុំយក leader នេះទៅមកយើងអាចរើសវាធំតែ5អីទៅចឹងយើងគៀកឲ្យឃើញនេះយើងតោះមកខ្ញុំដោះ leader ឲ្យខ្ញុំ select all ហើយ leader នេះអ្នកចង់ដាក់ក៏បានដែរ leader line នេះតោះមកខ្ញុំ select វា all instant visible តោះមកខ្ញុំយកពាក្យថាដូរមករបស់ខ្ញុំនេះ original របស់គេមកអានេះរបស់យើង custom អញ្ចឹងទីទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាថាយើងត្រូវចូលមកកែ parameter វាយ៉ាងម៉េចខ្លះអញ្ចឹងចូលមកក្នុងមកអ្នកនរគ្នា select text របស់យើងមួយមក edit text តោះមកយើងឆែកមើលនេះអញ្ចឹង window text របស់យើងនេះទំហំរបស់វា 2.0.75 ដូចគ្នាអូខេអញ្ចឹងយើងឆែកមើល label របស់យើងអ្នកនរគ្នា label របស់យើងមានគឺប្រើប្រភេទ type mark អញ្ចឹងនៅក្នុងនេះមានច្រើនអ្នកនរគ្នាអាចប្រើអីផ្សេងទៀតបានតិចទៀតខ្ញុំនឹងបង្កើត label ថ្មីមួយហើយយើងមកមើលនៅក្នុងនេះវាមាន width មាន height ក្នុងនេះយើងមាន width មាន height គឺពេលខ្ញុំload ចូលមកអញ្ចឹងអានេះជា type mark របស់យើងខ្ញុំ select window របស់យើងមកខ្ញុំចូលមក edit នេះទៅមកអ្នកនេះ type mark របស់យើងដាក់លេខ31អញ្ចឹងកន្លែងនេះអ្នកនេះអាចប្រើ W1 ឬក៏អក្សរតាងអីមកអ្នកនេះវាច្រើនខ្ញុំប្រើ W1 អញ្ចឹងប្រភេទមួយប្រភេទហ្នឹងអ្នកនេះអញ្ចឹងនេះ W1 អានេះដូចគ្នាដែរតែខុសទំហំអ្នកនេះអានេះវាដូចជា 750 1008 តែអានេះ680 600 1008អញ្ចឹងខុសទំហំចឹងនេះខ្ញុំប្រើ W2 ឬក៏អ្នកនេះអាចកែនៅលើនេះហ្មងក៏បានដែរ W2 ដូចគ្នាអ្នកនេះខ្ញុំ select ឲ្យមើលអ្នកនេះមកមើល type mark របស់យើងនេះអ្នកឃើញទេលេខ32អញ្ចឹងកន្លែងនេះឧទាហរណ៍ខ្ញុំកែមក W2 ខ្ញុំអូខេហើយខ្ញុំឆែកមើលម្ដងទៀត W2 ដូចគ្នាឃើញទេវានឹង follow ទៅតាមនេះអញ្ចឹង W2 របស់យើងទំហំនេះគឺវា follow ទៅតាមនេះដែរអ្នកគ្នាឃើញទេទំហំនេះឧទាហរណ៍ថាខ្ញុំកែនេះមក800យ៉ាងនេះក៏កែនេះក៏កែដែរអ្នកគ្នា schedule រឿងក៏កែដែរគឺកែមួយកែទៅទាំងអស់មកខ្ញុំ control សិតមកវិញចុះអ្នកគ្នាយើងមានប៉ុណ្្នឹងហើយយើងអត់ទាន់គ្រប់គ្រាន់ទេតាក់ទងជាមួយនឹង text របស់យើងនេះខ្ញុំចង់បានមក parameter ទៀតគឺកម្ពស់បើន័យថា window របស់យើងកម្ពស់ពី floor មកមែននេះកម្ពស់ពី floor នេះមកអ្នកគ្នាបើពី level ណាយើងមើលពី elevation មិនដឹងខ្ញុំចូល elevation 4នេះអញ្ចឹង window របស់យើងគឺវា reference ចេញពីនេះ ground floor នេះអញ្ចឹង ground floor នេះមិនមែនវានឹងប្រាប់យើងនៅក្នុង floor plan របស់យើងដែរអញ្ចឹងកន្លែងនេះខ្ញុំចូលមក edit ទៅមកខ្ញុំបង្កើត parameter មួយអានេះបើយើង edit ឲ្យចាស់បន្ថែមមកថ្មីអ្នកនេះចូលមក create នេះទៅមកខ្ញុំចូលមក label ខ្ញុំ select លើកន្លែងណាមួយក៏បានដែរអញ្ចឹងយើងរើស parameter មួយមកអ្នកនេះនៅក្នុងហ្នឹងវាមានពាក្យថា seal high នេះអានេះមាន rock ហ្នឹងគឺសុំមកវាអ្នកនេះអញ្ចឹង seal high នេះបានន័យថាកម្ពស់ពី floor level របស់យើងមកអញ្ចឹងខ្ញុំយក seal high នេះចូលហើយនេះខ្ញុំដាក់ SX នេះมัน seal high តោះមកខ្ញុំដូរអានេះមក 2.5 នេះដែរនេះអានេះគឺអានឹងតាំងឲ្យ seal high តោះមកអ្នកនេះកន្លែងនេះខ្ញុំ copy វា CC អានេះពួកឯនេះជា setting ណាអ្នកនេះ
ពិតទៅអ្នកគ្នាកន្លែងនេះយើងចង់ប្រើវាជា line ដូចអានេះក៏បានដែរប៉ុន្តែនៅពេលដែលយើងដាក់វានៅលើ object អីមួយវាបាំងវាពេលខ្លះទៅវាឃើញអានេះជា transparency អញ្ចឹងកើតវាជា shading ជាមកអញ្ចឹងកន្លែងខ្ញុំ CC នេះខ្ញុំមួយទៀតកើតថ្មីយើងចូលមក create នេះយើងចូលមក fill region នេះមកហើយយើងរើសគូសមកអ្នកនេះអញ្ចឹងប៉ុណ្នេះ 2.6 ហើយខ្ញុំអាចវាស់នេះមើល 2.6 ដូចគ្នាដែរខ្ញុំអូខេទៅ fill region របស់យើងពណ៌សអ្នកគ្នា white color fill របស់វាយើងយក white មកហើយយើងយកជា solid fill ទៅមកឡើយនេះយើងយក white color មកចឹងកន្លែងនេះខ្ញុំរុញវាស្មើតិចប៉ុណ្នេះទៅមកខ្ញុំហើយឡើយនេះអ្នកនរអាចធ្វើវាជាធ្វើវាស្អាតតិចក៏បានដែរអ្នកនរឧទាហរណ៍តាក់ទងជាមួយណាជ្រុងនេះចឹងណាតែនេះតើអ្នកនរដៃធំទៀតអ្នកនរទុយពេកវាអត់ស្គាល់ទេដល់ពី 0.6 ឡើង 0.5 ចេះមកអានេះយើងកែខាងលើទៀតមកអាហ្នឹង style ទេអ្នកគ្នាពលមួយសម្រាប់ខ្លួនឯងអ្នកគ្នាអានេះយើងរៀនតាមខ្ញុំសិនទៅចាំពេលដែលយើងទៅបង្កើត template របស់យើងបង្កើត symbol ដែរអាចថាខុសពីខ្ញុំទៅដើម្បីចំណាំហ្មងថាយើងឃើញ drawing របស់យើងដឹងថានឹងរបស់យើងហ្មងអានេះចឹងកន្លែងនេះអ្នកគ្នាខ្ញុំបង្កើតវាហើយខ្ញុំ rename មួយខ្ញុំចូល file ខ្ញុំ save as មួយ family តោះមកខ្ញុំដាក់ p អាចថា G7 ទៅអ្នកគ្នាដើម្បីកុំឲ្យជាប់ឈ្មោះខ្ញុំទៀត window text ផ្សាយហើយកន្លែងនេះខ្ញុំដាក់ plan អានោះមិនដែរយើងប្រើសម្រាប់ plan view អញ្ចឹងណា plan elevation យើងប្រើអត់មាន fill high អញ្ចឹងមកខ្ញុំលោតវាចូលណាគ្នាអូខេអញ្ចឹងមកទីតាំងរបស់យើងវិញអញ្ចឹងខ្ញុំចាប់ដើមដូរណាគ្នា select all ឬក៏យើងអាចសាកមើលអានេះសិនក៏បានដែរមិនចាំដូរទាំងអស់ទេនេះអញ្ចឹងយើងបានប៉ុណ្នេះឬក៏មួយទៀតអ្នកនេះអាចខណ្ឌចែកកន្លែងនេះអ្នកនេះដាក់ SX ក៏បានដែរ SX បាន seal high អញ្ចឹងទៅហើយកន្លែងនេះប្រវែង 600 នៅបើសិនអ្នកនេះចង់ដាក់ចេះចូលមក edit នោះទៀតមកអាកន្លែងនេះអ្នកគ្នា label របស់យើងប្រើវាជា XX បានហើយ XX អក្សរធំអាច x 3 ដងទៅព្រោះយើងប្រើជា3លេខប៉ុណ្នេះហើយអានេះអ្នកគ្នាយកវាកុំយកជា center អ្នកគ្នាយកវា left to right បើន័យថាលេខរបស់យើងគឺរត់ពីនេះមកនេះរហូតតើមកអ្នកគ្នាខ្ញុំខណ្ឌអានេះមួយខ្ញុំចូលមក line ខ្ញុំខណ្ឌអានេះមួយថាទៅប៉ុណ្នេះទៅហើយនេះយើង center ក៏បានដែរបើសិនជាយើងមានធំប៉ុណ្ណឹងមានខណ្ឌហ្នឹងហើយនេះខ្ញុំយកដូរវាជា center វិញទៅនេះគ្នានេះសម្រាប់វាស់នេះឲ្យត្រូវគ្នាខ្ញុំប៉ុណ្នេះតោះមកខ្ញុំប្រើ text មួយខ្ញុំ create ដែរខ្ញុំយក label ទៀតទេខ្ញុំយក text ហើយខ្ញុំដាក់កន្លែងនេះ SH 0.5 អូខេចឹងនេះយើង SH មើលតនេះគ្នាយើងបងអានេះងាប់ទេណាtext នេះវាអត់អាចកែអីបានតាមដូចអានេះទេអានេះគឺជាប្រភេទ
ឈ្មោះមួយដែរយើងដាក់យើងធ្វើអីជាប់នៅហ្នឹងហើយតែយើងចង់ដូរវិញតើយើងចូលមក edit family ហ្នឹងខ្ញុំ load ចូល override មកអូខេអញ្ចឹងខ្ញុំ SX 600តែខ្ញុំកែប្រវាយកម្ពស់នេះខ្ញុំដំបូងខ្ញុំកែជាលេខចុះនេះឃើញ seal high ឧទាហរណ៍ខ្ញុំវាយ800យើងឃើញ seal high របស់យើងដូរមក800ដែរលេខមកវិញខ្ញុំវាយ600ធម្មតាមកវិញនេះដូរ6ដែរអញ្ចឹងឧទាហរណ៍ថានៅក្នុង CD របស់ខ្ញុំអត់កែជាលេខទេមកវាមកខ្ញុំមួយចេះអញ្ចឹងយើងទៅមើលនៅក្នុង plan របស់យើងឃើញអ្នកនេះ1335យើងចូលទៅមើលក្នុង 3D របស់យើងវិញយើងវាស់ពី level មក elevation 4ខ្ញុំវាស់មើល DI ហើយខ្ញុំវាស់មកដល់នេះ1335ឃើញនេះយើង accurate maintain នេះក៏អត់ខុសដែរហើយទីខ្ញុំបញ្ចេញជា schedule ទៅព្រោះហ្នឹងគឺវាបានន័យថាវា link គ្នាទាំងអស់ដូរតាណាមួយ schedule ក៏ដូរអាប្លង់របស់យើងក៏ដូរអា 3D របស់យើងក៏ដូរនៅក្នុង 3 4 ហ្នឹងគឺយើងដូរមួយណាក៏បានដែរឧទាហរណ៍ថាខ្ញុំបញ្ចេញជាតារាង schedule មកកម្ពស់ហ្នឹងខ្ញុំមើលទៅអានេះខ្ញុំចង់បានកម្ពស់អា window មួយនេះនៅកម្ពស់ផ្សេងទៀតខ្ញុំកែនៅក្នុង schedule មក 3D របស់យើងក៏កែ ប្លង់បាតរបស់យើងក៏កែ section របស់យើងក៏កែឲ្យទៅ relate ជាមួយនឹង object មួយហ្នឹងបងនេះគ្នាយើងយើងតើប៉ុណ្ណេះមកអ្នកគ្នាសង្កត់ថាប្លង់បាតមួយអាចយកទៅធ្វើបានណាបើថាយើងលម្អិតឲ្យមែនតើណាចឹងអានេះយើងចាប់ដើម select all ដូរដែរមកអ្នកគ្នា select all instant ខ្ញុំដូរមកហើយយើង take ជាមួយនឹងអាហ្នឹងនេះអានេះយើងអាចរើសទៅខាងក្នុងទំនេរយើងអាចដាក់វាខាងក្នុងមកបើថាខាងក្នុងឆ្អៀតទេយើងទាញចេញក្រៅទៅតែបើសិនជាអាចដាក់ខាងក្នុងបានដាក់ខាងក្នុងមកអ្នកគ្នាឲ្យខាងក្រៅរបស់យើង dimension ណាចឹងអានេះវាបទពិសោធន៍មួយនេះគឺវាខុសគ្នាពីយើងធ្វើបទពិសោធន៍ចាស់អ្នកគ្នា AutoCAD អីហើយ AutoCAD អីអ្នកគ្នាប្រកាសជាកែប្លង់បាតចូលទៅកែ elevation ចូលទៅកែ section ចូលទៅកែទាំងអស់មែនទេគ្នាយើងចឹងយើងចូលមក window ទៀតតាក់ទង window window នេះមានអីឆ្ងល់ទេគ្នាយើងអត់អីបងយល់ហ្នឹងហើយយល់យើងកាន់តែច្បាស់ណាបើបាទនេះយើងផ្សេងទៀតអត់អីណាចិនឡុងតែលោកគ្រូលេខកូដបង្អួចនេះយើងអាចចងជាមួយប៉ារ៉ាម៉ែត្រអីផ្សេងទៀតបានដូចជា comment ឬក៏ mark អីផ្សេងទៀតសូមរងទៀតប៉ូលីននិយាយ mark របស់បង្អួចហ្នឹងលោកគ្រូកន្លែង W1 នេះយើងអាចចងវាជាមួយនឹង comment ឬក៏ជាមួយនឹង parameter ជា mark ដើម្បីយើងស្រួលអូបានអញ្ចឹងខ្ញុំបញ្យល់ឡើងនេះបន្តិចតាក់ទងជាមួយនឹងរបស់យើងនេះនេះយើងអាចប្រើបានពីរនេះអាចប្រើជា mark ក៏បានប្រើជា tab mark ក៏បានប្រើជា comment ក៏បានប៉ុន្តែបើសម្រាប់ខ្ញុំបើជាប្រភេទ window ខ្ញុំ recommend អ្នកគ្នាប្រើជា tab mark វិញព្រោះអីប្រភេទវាដូចគ្នាអញ្ចឹងណាអញ្ចឹងយើងអាចប្រើយើង tab mark ជាមួយនឹង mark ហ្នឹងវាខុសគ្នាត្រង់ថា tab mark នេះយើងដូរតែម្ដងឧទាហរណ៍ថាយើងមានប្រភេទ window W1 ហ្នឹង750x1008យើងមាន200 window អញ្ចឹងណាអញ្ចឹងយើងដូរតែមួយយើងប្រើ tab mark នេះយើងដូរតែមួយ200ទៀតគឺ
ប្រើប្រភេទនឹងទាំងអស់ចំណែកយើងប្រើ mark នេះអ្នកគ្នាត្រូវ rename 200 ដងឬក៏អ្នកគ្នាអាច select all ហើយប្រើមួយនឹងមកប៉ុន្តែភាពខុសគ្នារបស់វាមួយទៀតគឺ mark នេះអាចប្រើខុសពីប្រភេទ window មួយអាចប្រើឈ្មោះខុសគ្នា W1 W2 អញ្ចឹងខ្ញុំedit មួយឥឡូវនេះឧទាហរណ៍ថានេះ name របស់យើងនេះអ្នកគ្នាខ្ញុំចូលមក label នេះមកខ្ញុំអាចប្រើជា mark បើ comment ខ្ញុំអត់ recommend អ្នកគ្នាប្រើអ្នកគ្នាអាចប្រើបានត្រឹមតែ mark ជាមួយនឹង tab mark បានបើ comment យើងទុកធ្វើជាមួយនឹង filter ជាមួយនឹងអីវិញអញ្ចឹងបើសិនជាអ្នកគ្នាចង់ប្រើជា instant parameter អាចប្រើ mark សិនជាយើងប្រើជានេះយើងអាចប្រើជាមួយនឹង tab mark ចុះអញ្ចឹងអ្នកគ្នាកន្លែងនេះមាន mark មួយទៀតឬក៏អ្នកគ្នាអាចប្រើទាំងពីរក៏បានដែរឧទាហរណ៍ខ្ញុំចង់បានទាំងពីរខ្ញុំដាក់ mark នេះចូលមួយទៀតមកទាំងពីរហ្នឹងមានលក្ខណៈខុសគ្នាអ្នកគ្នាអញ្ចឹងខ្ញុំឧទាហរណ៍មើលបន្តិចខ្ញុំដាក់ទាំងពីរនឹងចូលមកទៅខ្ញុំឧទាហរណ៍អានេះមិនតនេះអានេះគាត់កែឧទាហរណ៍អ្នកគ្នាមើលខ្ញុំលោតចូលក្នុង project របស់យើងបាទនេះចឹងអ្នកគ្នាmark របស់យើងនេះវាអត់ទាន់ចេញសកម្មភាពអីទេដោយសារតែនេះឈប់អ្នកគ្នាខ្ញុំសុំម្ដងទៀតសិនហើយនេះខ្ញុំដាក់វាអត់អាចមួយលើក្រោមបានទេបើយើងចង់តើយើងថែម2ដងអ្នកគ្នាខ្ញុំសុំ2ដងមកតែកុំឲ្យច្រឡំមួយលើមួយក្រោមedit label ចឹង mark នេះខ្ញុំមួយចេញសិនអានេះខ្ញុំដាក់ធម្មតាអានេះចឹងនេះ type mark នេះនេះឆែកមើល type mark តោះមកខ្ញុំបង្កើត parameter ថ្មីមួយចូលមក create ខ្ញុំយក label ខ្ញុំប៉ះពីកន្លែងណាមួយមកតោះមកខ្ញុំយក mark add ចូលចឹងនេះជា mark ហើយខ្ញុំដូរវាមកជាអានឹងដែរចុះគ្រាន់តែគ្នាចំណាំថាវាជា parameter របស់ mark ណាគ្នាខ្ញុំរុញវាចូលអូខេអញ្ចឹងអ្នកគ្នាខ្ញុំដូរចាប់ផ្ដើមដូរ mark នេះឧទាហរណ៍ថាខ្ញុំប្រើ WA ចឹងនេះនៅមួយឡើយអ្នកគ្នាតោះមកឥឡូវនេះខ្ញុំអាចប្រើ WB វិញអ្នកគ្នាប្រភេទ window តែមួយទេប៉ុន្តែឈ្មោះយើងអាចប្រើខុសគ្នាបានបើសិនជាយើងប្រើជា mark parameter តែបើសិនជាយើងប្រើ tab mark គឺมันទាំងអស់ហ្នឹងគឺដូចគ្នាទាំងអស់នេះបើសិនជាយើងប្រើ tab mark នេះអ្នកគ្នានៅក្នុងនេះតោះនេះអ្នកគ្នាតើតើមួយ mark ជាមួយនឹង tab mark ហ្នឹងបងឯងដូច instant parameter នឹងហើយ parameter ហ្នឹងហើយកន្លែងហ្នឹងបើសិនជាយើងនិយាយពី parameter របស់វាទៅវាមាន instant ហើយជាមួយនឹងនេះចឹងណាអ្នកគ្នាខ្ញុំភ្លេចឈ្មោះ parameter មួយទៀតហើយហ្នឹង instant របស់ហ្នឹងខ្ញុំនឹងបញ្យល់អ្នកគ្នាតាមក្រោយដែរអញ្ចឹងកន្លែងនេះខ្ញុំអត់ទាន់បញ្យល់ដល់កន្លែង instant អីទេវាចូលរៀងជ្រៅបន្តិចខ្ញុំគ្រាន់តែបញ្យល់អ្នកគ្នាថាបើសិនជា mark គឺយើងត្រូវ manual មួយអ្នកគ្នាយើងអាចដាក់ម្ដងទៅវាស្គាល់អញ្ចឹងទាំងអស់ហើយបើសិនជាឧទាហរណ៍របស់ខ្ញុំអញ្ចឹងខ្ញុំ W1 នៅកន្លែងណាឲ្យតែប្រភេទជាមួយគ្នាហ្នឹងគឺ W1 ទាំងអស់ប៉ុន្តែបើសិនជាយើងប្រើ mark អ្នកគ្នាគឺដូរមួយទាំងអស់អានេះផ្សេងឬក៏យើងចង់ដាក់ដូចគ្នាយើងត្រូវទៅយើងអាច select all ចេញមកខ្ញុំ select all instant តើអ្នកគ្នា mark វាដាក់ worry វាអត់ដឹងថាមួយណាទេប៉ុន្តែយើង select ទៅវាឈ្មោះវាមានខុសគ្នាអានេះ3 4អីចឹងទៅអញ្ចឹងបើសិនខ្ញុំចង់ដាក់តែមួយឧទាហរណ៍ថាខ្ញុំចង់ដាក់ mark អញ្ចឹងខ្ញុំវាយ all ចឹងមកខ្ញុំអូខេអញ្ចឹងវានឹងចេញ mark all ហើយយល់ទេគ្នាយើងនិយាយថា mark នេះមានពីរលក្ខខណ្ឌ mark នេះទី1អ្នកគ្នាអាចប្រើឈ្មោះដូចគ្នាក៏បានឈ្មោះខុសគ្នាក៏បាន
មួយនេះប៉ុន្តែបើ type mark អត់អាចឈ្មោះខុសគ្នាឈ្មោះគឺត្រូវតែដូចគ្នាឲ្យតែប្រភេទ window តែមួយលើកលែងតែនេះខុសគ្នាតោះនេះគ្នាយើងហើយអ្នកគ្នាសួរថាប្រើមួយណាល្អជាងអាហ្នឹងខ្ញុំបាក់ឆ្លើយថាមួយណាល្អជាងអ្នកគ្នាស្រ័យលើជាក់ស្ដែងបើសិនជាកន្លែងគ្នាយើងតម្រូវឲ្យឧទាហរណ៍ថា Windows ជាន់ទី1គាត់ប្រើ W1 ដែរប៉ុន្តែគាត់ដាក់ F1 អញ្ចឹងចង់អ្នកគ្នាត្រូវតែប្រើ type mark ហ្នឹងហើយប្រើ mark ហ្នឹងហើយឬក៏អាចប្រើទាំងពីរប្រើ mark ផងប្រើ type mark ផងអញ្ចឹង type mark របស់យើង W1 ហើយអានេះរបស់យើងដាក់ F1 ដល់ពេលយើងឡើងទៅជាន់ទី1 F2 អញ្ចឹង W1 តែអានេះ F2 តោះនេះគ្នាយើងតែថា F1 ហ្នឹងតំណាងឲ្យជាន់ទី1អញ្ចឹងណាទៅពេលយើង detail យើង detail តាមជាន់ហើយយើងដាក់អា mark បងគិតថាវា30ហ្នឹងហើយបើយើង detail តាមជាន់បាទដាក់តា time mark មួយឆ្លាស់ឲ្យស្អាតអញ្ចឹងអាហ្នឹងវាតកតទៅនឹងការប្រើប្រាស់ជាក់ស្ដែងហើយតម្រូវការជាក់ស្ដែងថាខាងយើងនឹងគាត់ចង់បានយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងឲ្យខ្ញុំកំណត់ថាយកមួយណាត្រូវមួយណាខុសពីនឹងអត់កើតទេព្រោះកន្លែងខ្ញុំពេលខ្លះ mark ពេលខ្លះ type mark ដែរ Collins អូខេបាទគ្រូបាទអត់អីហ្នឹងហើយយល់កាន់តែច្បាស់ហើយណាបាទហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំសុំ remove អា mark នេះចោលចុះឬក៏អ្នកគ្នាអាចប្រើពី option អ្នកគ្នាអាចប្រើជា visible invisible នេះមួយទៀតឧទាហរណ៍អញ្ចឹងខ្ញុំបង្កើតឲ្យមួយខ្ញុំបង្កើតអាហ្នឹងឲ្យគ្រប់ option ហ្មងអញ្ចឹងអ្នកគ្នាចង់ប្រើមួយណាក៏ប្រើទៅអាចយកទៅប្រើបានតែបើសិនអ្នកគ្នាចង់ប្រើទាំងពីរអញ្ចឹងនេះអានេះយើងគួរតែអាចថានេះអាចដាក់មួយទៀតមកហើយកន្លែងនេះ mark កន្លែងនេះ type mark មកយើងកុំដាក់ពីលើពីក្រោមអញ្ចឹងណាអាហ្នឹងចាំយកទៅកែខ្លួនឯងចោះយើងចង់ឆ្លាញ់ style មិនយើងដាក់អញ្ចឹងទៅណាអានេះខ្ញុំគាត់ទៅយល់ពីការបង្កើតវាហើយនឹងការ control វាជាងកន្លែងនេះឧទាហរណ៍ថាយើងខ្ញុំចង់ប្រើប្រភេទ Windows តែមួយប៉ុន្តែមានពីរ option ខ្ញុំមាន option mark ជាមួយនឹង type mark អញ្ចឹងខ្ញុំ select ចូលអានេះ mark អញ្ចឹងខ្ញុំចូលពាក្យថា visible នេះមកអ្នកគ្នាហើយនេះហើយខ្ញុំប៉ះកន្លែងខាងចុងនេះខាងចុងនេះអ្នកគ្នាចុងផុតនេះ select នៅលើវាមកអញ្ចឹងអូនេះមាន mark ឲ្យយើង select ហើយថាខ្ញុំចូលមកលុបសិនតែបើកន្លែងនេះមាន mark មាន type mark ឲ្យយើងដូរហើយអញ្ចឹងខ្ញុំ delete ចោលសិនដោយសារតែនេះអូខេខ្ញុំ delete វាចោលវាដូចថ្មីអញ្ចឹងខ្ញុំ select មកអញ្ចឹងអ្នកគ្នាត្រូវដឹងថានេះអីគេសិនចូលមកមើលមកនេះជា mark ខ្ញុំចូលមកកន្លែង visible នេះលុបឲ្យមកទៀតអញ្ចឹងអូខ្ញុំអត់ខ្ញុំលុបប៉ុន្តែខ្ញុំអត់ apply នេះលុបហ្នឹងត្រូវ apply ផងនេះអូខេ select ចូលវាយើងចូលមក visible នេះមកនេះខ្ញុំចូល create new អញ្ចឹងនៅកន្លែងនេះអ្នកគ្នាវាមាន type ជាមួយនឹង instant ហ្នឹងតកតងជាមួយនឹង mark និង type mark ហ្នឹងអញ្ចឹងtype mark របស់យើងស្មើនឹង type ហើយ mark របស់យើងស្មើនឹង instant នេះគឺវានៅខាងក្រៅអ្នកគ្នាអញ្ចឹងកន្លែងនេះវាមានពីរដែរពេលដែលយើងបង្កើត parameter ថ្មីនេះមកអ្នកគ្នាយើងចង់បានជា type ឬក៏យើងចង់បានជា instant បើសិនជាយើងចង់បានការ control ជា type គឺparameter ហ្នឹងគឺវាតើយើងចូលមក edit type បានឃើញប៉ុន្តែបើសិនជាយើងយក instant នេះកន្លែង visible របស់វានៅខាងក្រៅអញ្ចឹងកន្លែងនេះខ្ញុំយក instant ខ្ញុំយក type មួយសិនចុះអញ្ចឹងកន្លែងខ្ញុំដាក់ mark នេះយើងយកអញ្ចឹងមកតោះមកកន្លែងនេះខ្ញុំ select ដូចគ្នាអញ្ចឹងដែរខ្ញុំ create ម្ដងទៀត
ចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះវា type map ហើយខ្ញុំយកជា type ដូចគ្នាដែរអានេះតោះខ្ញុំរុញវាចូលមកអ្នកគ្នា override existing របស់យើងមកចឹងអ្នកគ្នាឧទាហរណ៍ថាខ្ញុំអត់ចង់ប្រើ mark នេះទេខ្ញុំចូលមក edit នេះមកអ្នកគ្នាចឹង mark នេះខ្ញុំដោះវាចោលមកបាត់ទេវាហាយទៅបាត់ហើយចឹងយើងប្រើថា type mark បាត់ហើយចឹងឧទាហរណ៍ខ្ញុំអត់ចង់ប្រើ type mark ទេខ្ញុំចេះចឹងឧទាហរណ៍ថាខ្ញុំមានខ្លះ mark ខ្លះ type mark ចឹងនៅក្នុងលក្ខខណ្ឌនេះអ្នកគ្នាត្រូវការ edit duplicate វាចូលមក edit type ខ្ញុំ duplicate ចឹងកន្លែងនេះខ្ញុំដាក់ពីក្រោយ mark ហើយយក mark ចឹងមកហើយកន្លែងនេះខ្ញុំដោះ tick ចោលមួយចឹងណា mark តោះមកអានេះរបស់ខ្ញុំនេះខ្ញុំប្រើជា type mark អញ្ចឹងអានេះជា origin មិនខ្ញុំបាច់បាក់ខ្ញុំ duplicate ដែរចុះ duplicate ដែរចឹងឡើយខ្ញុំដោះ tick ដាក់នេះវិញហើយនឹងវាមានពីរប្រភេទអានេះជា mark នេះជា type mark ចឹងយើងនៅសល់មួយប្រភេទទៀតអ្នកនេះអានេះរបស់យើងធម្មតានេះខ្ញុំដាក់ board ន័យថាទាំង type mark ទាំង mark ខ្ញុំដាក់វិញមកនេះយើងបាន3ប្រភេទឧទាហរណ៍អ្នកនេះកន្លែងនេះខ្ញុំប្រើជា type mark យើងដូរមកមកបងកន្លែងថៃកន្លែង mark មិញពេលយើងទៅបង្កើត parameter យើងយកថៃអញ្ចឹងពេលយើងដូរ text មួយវា load ទាំងអស់ឬមួយក៏គ្រាន់តែពេលយើងយកថៃវានៅដល់យើង edit ថៃយើងយក instant វានៅខាងក្រៅមកអាហ្នឹងអត់តាក់ទងជាមួយនឹង type ជាមួយនឹង instant ហ្នឹងឯង type នឹង instant ហ្នឹងគឺតាក់ទងជាមួយនឹងការដូរមួយដូរទាំងអស់នៅក្នុងនេះឯងបាទបើស្អីយើងយក instant នេះបើន័យថាអានេះអ្នកគ្នាវាអត់នៅមិនបាក់ចូលក្នុង edit type ហ្នឹងឯងយើងគ្រាន់តែ select វាមកអ្នកគ្នាយើងគ្រាន់តែ select មកនេះ instant parameter នេះវានៅខាងក្រៅហ្នឹងឲ្យយើងដោះដូរមកតោះហ្នឹងអរគុណចឹងយើងយល់កាន់តែច្បាស់ហើយណាយើងឆ្លាញ់parameter មួយណាយើងដាក់មួយហ្នឹងមកអ្នកគ្នាឬក៏តម្រូវការជាក់ស្ដែងអញ្ចឹងណានេះតោះមកខ្ញុំមកធីកដរទេអ្នកគ្នាដររបស់យើងអត់សូវស្មុគស្មាញទេព្រោះយើងអត់មានកម្ពស់ទេដររបស់យើងគឺស្មើមួយ floor ចឹងខ្ញុំចូលមក notation take all ដរ take អូខេមកចឹងអ្នកគ្នានេះដរ take របស់ខ្ញុំគឺខ្ញុំបង្ហាញតែសាយហើយជាមួយនឹងឈ្មោះបានហើយនេះមកហើយអានេះយើងធ្វើវាតាមក្រោយទៀតអ្នកគ្នាហើយចដើហ្នឹងខ្ញុំចូលទៅ detail វាដែរហើយនេះអ្នកគ្នាចង់ទុកវាអញ្ចឹងក៏បានដែរតែចង់ស្អាតយើងសេរីវាតិចទៅអ្នកគ្នា take time តិចទៅអូខេចឹងប៉ុណ្នេះតោះមកអ្នកគ្នាដៃមិនសិននេះខ្ញុំចាំ apply វាតាមក្រោយខ្ញុំធ្វើការសេរីវាខាងក្នុងនេះសិនចឹងយើងមកនិយាយអំពីចដើបន្តិចចឹងអ្នកគ្នាចដើនេះខ្ញុំយកstep path របស់យើងនេះអ្នកគ្នាដាក់ចូលមកចឹង step path របស់យើងគ្រាន់តែដាក់មកអ្នកគ្នាវា
ឲ្យយើងមកហើយកន្លែងនេះយើង tab អ្នកនេះ tab នៅក្នុងនេះមានច្រើនលក្ខខណ្ឌដែរទី1 start symbol របស់យើងនេះ start នេះកាលមូលនេះនេះចង់ប្រើជាប្រភេទអីគេfill dot open dot arrow គឺយើងអាចយកមកប្រើបានទាំងអស់នេះឃើញទេមានច្រើន start តមក start extension ចឹងយើងចង់ដាក់5តែយើងចង់ពជាវាប្រវាយណានេះចឹងវាបញ្ចេញមកដល់ខាងក្រោយនេះចឹងកន្លែងនេះខ្ញុំវាចេញមក0ដែរទេតោះមកអ្នកនេះកន្លែងនេះ arrow របស់យើងនេះគឺតាក់ទងជាមួយនឹងក្បាលព្រួយនេះបើសិនអ្នកនេះអត់ឆ្លាញ់ធំត្រឹមថា arrow យើងធម្មតាប៉ុន្តែអ្នកនេះដោះ full step នេះចោលដោះវាចោលមកយើងបានទួយប៉ុណ្នេះអ្នកនេះចង់ប្រើវាជា open ក៏បានដែរមិញមកនេះទួយដែរចឹងអ្នកនេះឆ្លាញ់មួយណាដាក់មួយនឹងមកហើយអ្នកនេះ arrow នេះគឺវាដើរតួទៅតាមកន្លែងនេះហើយនឹងតាក់ទងជាមួយនឹង view rank របស់យើងហ្នឹងដែរចឹងនេះខ្ញុំសុំមកណាន់វិញដើម្បីខ្ញុំស្រួលស្រេ view rank អីចឹងអ្នកនេះឧទាហរណ៍ថា view rank របស់យើងនេះ1450វានៅធំនេះចឹងឧទាហរណ៍ខ្ញុំវាយ view rank របស់យើង2000 view rank យើងអត់អាចខ្ពស់ជាងនេះអ្នកនេះចឹងអ្នកនេះឃើញអានេះវាឡើងទៅតាមសញ្ញា break line របស់យើងនេះចឹង break line យើងធំណាសញ្ញាព្រួយហ្នឹងវាទៅធំនឹងដែរបើសិនជាអ្នកចង់បានសញ្ញាព្រួយហ្នឹងបត់ដល់ធំនេះគឺត្រូវស្រេ view rank ហ្នឹងឲ្យមកដល់ធំនេះដែរបងនេះគ្នាយើងចឹងភាគច្រើននេះអ្នកខ្ញុំអត់ឲ្យវាទៅដល់លើហ្នឹងទេខ្ញុំស្រេវានៅធំខាងក្រោមប៉ុណ្្នឹងដែរឲ្យដឹងថា go up ទៅបានហើយតោះមកអ្នកនេះstep របស់យើងនេះខ្ញុំចូលមក VV ខ្ញុំអត់បង្ហាញ full step ចឹងទេអ្នកខ្ញុំបង្ហាញត្រឹមតែឡើងប៉ុណ្នេះបានហើយហើយខ្ញុំកន្លែងនេះខ្ញុំមាន storage មួយដែលត្រូវ detail ដែរខ្ញុំមានបន្ទប់ទឹកនេះកន្លែងនេះខ្ញុំបង្ហាញត្រឹមតែ boundary line បានហើយថា step របស់យើងបញ្ចប់ត្រឹមណាអញ្ចឹងដើម្បី hide វាមកអ្នកនេះខ្ញុំចូល VV ហើយខ្ញុំរកវាថា stair category របស់ stair ខ្ញុំបើក folder របស់វាមកគឺនៅក្នុងនេះវាបង្ហាញច្រើនអ្នកនេះបានន័យថា above cut mark របស់យើងគឺនេះ cut mark អ្នកនេះអញ្ចឹង above គឺចាប់ពីនឹងទៅអញ្ចឹងខ្ញុំដោះ tick វាមកដោះ tick nothing line អត់ចង់ឃើញ note ទេនៅខាងលើហ្នឹង above outline នេះoutline នេះខ្ញុំអាចទុកបានអញ្ចឹង riser ខ្ញុំដោះចោល support ខ្ញុំដោះចោលhidden line នេះមួយណាចេះសូម apply មួយសិនចឹងអ្នកគ្នានេះប៉ុណ្នេះចឹងអ្វីដែលខ្ញុំត្រូវទុកខ្ញុំទុកទៅប៉ុណ្នេះបាននេះគឺ1 2 3នេះមកអានេះខ្ញុំឲ្យវា wheel ទៅអានេះជា step boundary របស់ខ្ញុំគឺខ្ញុំដឹងថាមាននៅធំនេះហើយបញ្ចប់នៅធំនេះហើយខ្ញុំនៅតែអាច apply លេខបានអញ្ចឹងខ្ញុំចូលមក stair number street number របស់យើងនេះខ្ញុំមកអ្នកនេះបងទៀតយើងមាន2 fly អ្នកនេះអញ្ចឹងយើងត្រូវ apply 2 ដងអានេះខ្ញុំអត់ដាក់វាពេញអញ្ចឹងទេអ្នកនេះខ្ញុំ select អានេះមកខ្ញុំយក riser នេះអញ្ចឹង display role ខ្ញុំយកជា OD អញ្ចឹង1 3 5ឬក៏អ្នកនេះអាចយកstart and end ក៏បានដែរ1ដល់14តែជាធម្មតាខ្ញុំមិនសូវប្រើអញ្ចឹងទេអ្នកខ្ញុំប្រើ1 3 5តែនឹងអ្នកគ្នាអាចសម្រេចខ្លួនឯងបានណាថាចង់ប្រើមួយណាខ្ញុំប្រើជាមកហ
ហើយក្នុងលក្ខខណ្ឌនេះដោយសារអីអ្នកនេះដោយសារយើងមានបន្ទប់ទឹកយ៉ាងនៅខាងក្រោមនេះបានខ្ញុំត្រូវប្រើនេះចេះបើសិនជាចដៅយើងអត់មានអីនៅខាងក្រោមនឹងទេខ្ញុំនឹងប្រើ full step ប៉ុន្តែខ្ញុំអត់ដោះhighline នឹងចោលទេខ្ញុំដាក់ទាំងអស់ហ្មងយល់ទេគ្នាយើងមកដល់ពេលយើងទៅកាត់ detail ជាដើមផ្សេងបើយើងដាក់ឲ្យផុតដល់លើពេលយើងដាក់ចដៅយើងទៅ detail អាហ្នឹងយើងអត់អីទេយើងដាក់ឲ្យដល់លើក៏បានដែរបាទយើងប្រើ full step បាទហើយកន្លែងនេះខ្ញុំមាន key មួយទៀតដើម្បីបង្ហាញអ្នកគ្នាដែរខ្ញុំមាន technique មួយទៀតគឺ tool មួយទៀតដើម្បីឧទាហរណ៍ថាយើងអត់ចង់ share view rank ជាមួយនឹង overall របស់យើងនេះទេ view rank របស់យើងខ្ញុំប្រើ view rank ថ្មីមួយទៀតដូចដែលខ្ញុំបានធ្លាប់បង្ហាញពីខាងដើមដែរចូលមក view មកអ្នកគ្នាខ្ញុំចូលមក plan view តោះមកខ្ញុំចូល plan region នេះដល់ទៀត view plan region ពីច្រើនទីយើងអត់សូវដឹងអានឹងហ្មងនេះអ្នកគ្នាបើសិនតែយើងអត់ធ្លាប់ធ្វើការតែយើងអត់សូវដឹងអាកន្លែងហ្នឹងហ្មងនេះហើយខ្ញុំគូសវាឲ្យវា cover ចដៅរបស់យើងមកគូសវាឲ្យ cover មកអ្នកគ្នាឲ្យវាអាចផុតបន្តិចមកអ្នកគ្នាកុំស្មើមកវាអាចអត់ចឹងខ្ញុំអាចគូសវាមក cover ឲ្យផុតតិចមកអានេះចឹងដែរផុតតិចមកខ្ញុំអូខេចឹងនៅពេលដែលយើងអូខេទៅអ្នកគ្នាអានេះគឺវាមានមុខងារមួយវាបង្កើត view rank ថ្មីមួយនៅក្នុង boundary របស់វានេះគឺយើងមាន2 view rank មួយ overall view rank គឺអត់ affect ចូលក្នុងហ្នឹងទេនៅពេលដែលយើង apply plan region នឹងចូលឧទាហរណ៍ថាខ្ញុំ share view rank នេះមក 2000 អញ្ចឹងអ្នកគ្នាឃើញពួកនេះអីឡើង view rank តែនេះអត់ទេគឺនៅដដែលដោយសារតែខ្ញុំ apply នេះចូលអញ្ចឹងនេះវាមាន view rank ខ្លួនវាមួយរត់មកវិញណាអានេះកាត់របស់យើងនេះនៅ 1450 ដែរអញ្ចឹងនៅពេលដែលខ្ញុំ apply នេះចូលអ្នកគ្នា apply view plan view របស់យើងចូលវាមាន view rank របស់វាថ្មីមួយខ្ញុំចូលមកដំបូងបំផុតគឺវា follow ទៅតាម overall របស់យើងនេះនេះវា follow ទៅតាម view rank ធំរបស់យើងនេះតោះយើងអាច custom វាបានខ្ញុំ select ចូលមកខ្ញុំអាច custom វាឧទាហរណ៍ថាខ្ញុំចង់ប្រើ 2000 ខ្ញុំវាយ 2000 មកចឹងអ្នកនេះឃើញអាចឡើងទៅដល់លើនឹងទៀតឬក៏ឧទាហរណ៍ថាកន្លែងនេះខ្ញុំវាយឲ្យដល់ 4000 មកទៅហើយនេះខ្ញុំដាក់ 3500 ចឹងខ្ញុំអាចឡើងមកដល់លើនេះដាក់ខ្ញុំ full step អានេះខ្ញុំចេះតែអ្វីដែលសំខាន់គឺខ្ញុំអាចឃើញ object របស់យើងនៅខាងក្រោមហ្នឹងឯងតែនេះខ្ញុំត្រូវបរៀនអ្នកគ្នាគឺថាជា option ថ្មីមួយដែលគ្នាយើងអាចពេលក្រោយទៅវិញពេលធ្វើមែនតើអ្នកគ្នាអាចជួបប្រទះរឿងច្រើនមិនថាចដៅយើងដាច់ខាត់ទៅនៅទៅធំនេះឬក៏ត្រូវទៅ show full step ទេគឺពេលខ្លះទៅយើងអាចរុញមកដល់លើនេះដែរអានឹងទៅតាមការងារជាក់ស្ដែងនេះយើងហើយតោះមកអ្នកគ្នាអានេះខ្ញុំអាចប្រើវាជាជ្រុងក៏បានដែរអានេះយើងប្រើជា curve យើងប្រើជា straight នេះវាចេញមកជ្រុងចេះអ្នកគ្នាអាចឆ្លាញ់មួយណាយកមួយណាចោះតោះនេះគ្នាយើងហើយនេះមិនមែនប្រើបាននៅកន្លែងនេះអ្នកគ្នាអាចប្រើបានតាមទីតាំងប្អួចអីដែរនៅខ្ពស់អីអាចប្រើបានឲ្យតែកុំឲ្យជន់លើគ្នានេះថាឧទាហរណ៍ថាខ្ញុំចូលមក plan view ដែរអានេះមកខ្ញុំ apply នៅខាងក្នុងនេះនៅក្នុងហ្នឹងគឺវាអត់ឲ្យទេអ្នកនេះមក boundary របស់វាហ្នឹងយើងអាចប្រើបានតែមួយទេទៅវាលុបខាងក្រៅរបស់ខ្ញុំចោលហើយ control សឹកវិញអញ្ចឹងអ្នកនេះក្នុងនេះយើងប្រើបានមួយអញ្ចឹងឧទាហរណ៍ថាទីតាំងផ្សេងទៀតយើងអាចប្រើបានទៀតធ្វើម៉េចកុំឲ្យតែវាប៉ះគ្នាឧទាហរណ៍ថាខ្ញុំបង្កើតថ្មីមួយទៀត view plan view ខ្ញុំចូលមក plan region នេះចឹងអានេះអ្នកគ្នាធ្វើម៉េចឲ្យនៅ
កុំឲ្យប៉ះគ្នាបើសិនជាប៉ះគ្នាអញ្ចេះឬក៏នៅគៀកគ្នាក៏វាឲ្យដែរឃើញវាឲ្យ cancel មកឧទាហរណ៍ថាខ្ញុំយកមកកឹបគ្នាអញ្ចេះចេះចឹងក៏វាឲ្យយើងដែរឃើញអ្នកនេះអត់ឲ្យទេគឺដាច់ខាតគឺត្រូវតែនៅគម្លាតពីគ្នាបន្តិចអានេះខ្ញុំអាចធ្វើប៉ុណ្ណេះឲ្យបានមក ពី អីក៏បានដែរឲ្យតែនៅកុំឲ្យប៉ះគ្នាចឹងនេះខ្ញុំមាន view rank ថ្មីមួយទៀតឃើញអ្នកនេះតោះនេះគ្នាយើងចឹងនេះសូម delete មកវិញដោយសារតែយើងប្រើទៅប៉ុណ្ណេះទេនឹងក៏បរិយាអ្នកនេះតោះនេះគ្នាយើងview rank play ចឹង search មើលអីក៏អត់មានទេ search មើលនៅណាវិញបើអ៊ីនធឺណិតអីមែនអត់មានគឺថាខ្ញុំធ្លាប់រៀនគូអាគារធ្វើរាល់ថ្ងៃបងវា level គ្រប់គ្នាឲ្យទៀបក្បែរគ្នាដល់ពេលអញ្ចឹងស្រី view rank 1បាត់1ស្រី view rank 1បាត់1អត់ដឹងថាអាហ្នឹងអាចស្រីអញ្ចឹងបានទេអូខ្ញុំនៅសិង្ហបុរីអាហ្នឹងខ្ញុំដើររលំ2ថ្ងៃតាមពិតគេធ្វើហើយតែខ្ញុំឆ្ងល់ថាគេធ្វើយ៉ាងម៉េចបានចេញអញ្ចឹងគេមានប្លង់overall plan មួយមកហើយគេមានប្លង់ drainage ណានេះអាហ្នឹងមាននៅក្រោមដីអញ្ចឹង view rank នេះខ្ញុំមើលទៅគឺបង្ហាញបានត្រឹមតែជាន់ផ្ទាល់ដីហ្នឹងទេវាអាចទៅបង្ហាញក្រោមដីហ្នឹងទេប៉ុន្តែ drain ហ្នឹងគេបង្ហាញនៅខាងក្រោមបានហើយគេហាយអាហ្នឹងចោលបាត់គេមកអា plan legend របស់គេហ្នឹងគេហាយទៀតខ្ញុំឆ្ងល់មែនតើអាហ្នឹងគេធ្វើមិនអញ្ចឹងអញ្ចឹងអូណាគ្នា2ថ្ងៃបានតែចិត្តសួរគេសួរគ្នាខ្ញុំអញ្ចឹងណាគាត់ប្រាប់ថាហ្នឹងគេប្រើ plan legend អានេះអូយើងដែរដឹងសោះប្រូចណាដែរដឹងហ្នឹងអីអត់ផងបងតែបើសិនជាចង់អញ្ចឹងមិនយល់ដែរតែផលលេអត់ដឹងយើងមិនយល់ដៃវាខុសអាផ្សេងតិចនិចមួយបាទអមយើងចង់បាន specific តែកន្លែងហ្នឹងមួយតែ show មកវាខុសពីប្លង់ឬវាដែល show អញ្ចឹងនឹងដៃថែមបើមានជំរឿអីអត់ដឹងអត់ចេះអីអញ្ចឹងល្អឲ្យតែគ្នាយើងអាចទៅបានកុំឲ្យថាគៀងកន្លែងណានៅកន្លែងហ្នឹងណាថ្មិចឆ្នៃអ្នកគ្នាយើងកុំបានថាយើងកុំគៀងឲ្យយើងនៅហ្នឹងព្យាយាមរកនឹកថ្មិចឲ្យទៅរួចសិនថ្មិចឲ្យថាធ្វើការងារនឹងបានសិនចំណុចតិចនិចអីវាមកតាមក្រោយអ្នកគ្នាថ្ងៃនេះយើងដឹងស្អែកយើងដឹងខាងស្អែកអាចយើងដឹងខ្ញុំនៅតែ convince អ្នកគ្នាទោះបីជាឆ្នៃយ៉ាងម៉េចក៏ដោយបាទខ្ញុំធ្លាប់មានបងសតមួយទៀតរៀនគូឯងបងអត់ដែលធ្វើគម្រោងជាក់ស្ដែងតែពាក្យតមួយថេកបងថេកក៏មានទៅបញ្ចូលក្នុងខែមកក្នុងអីណាយើងនិយាយថាយើងគូធ្នឹមអញ្ចឹងមុខកាត់25 ហាហើយគេដាក់ថៃមកនៅក្នុង AutoCAD ហ្នឹងវាពេត GB 1អញ្ចឹងដល់ពេលមួយទៀត GB 2ដែលមកកាត់ដូចគ្នាខ្ញុំទៅអង្គុយ duplicate មួយឡើងពេញយេបើធ្វើអញ្ចឹងក៏បានដែរសំខាន់ធ្វើកើតតែដល់ពេលសួរសាច់ច្បងអីគាត់ថាធ្វើអញ្ចឹងវាថៃច្រើនពេកធ្ងន់ខ្វល់ប៉ុន្តែយើងអាចធ្វើកើតខ្ញុំនៅថាតែយើងជាយើងធ្វើវាទៅមុខបានណាយើងអានឹងទៅតែបទពិសោធន៍ដែលយើងចាំមិនភ្លេចមួយចាំមកគុំដល់ពេលសួរសាច់ច្បងអីគាត់ប្រាប់ចឹងសោះឲ្យខ្លួនបាទ duplicate មួយដាក់ឈ្មោះឲ្យមានប្រភេទមិនដឹងស្រាប់ rename ដាក់មួយចឹងបានខ្ញុំព្យាយាម convince អ្នកគ្នាអនុវត្តឲ្យច្រើនយើងនឹងជួបបញ្ហាយើងនឹងចាំយើងនឹងយល់ពីវាទោះសាច់អ្នកគ្នាសឹងថាបើឲ្យអង្គុយនិយាយរឿងបទពិសោធន៍វិញច្រើន
vì sao để nhóm chăm mình click cứ về là nhóm riêng đồng bộ tại tôi mới cái thân vô là nè tại vì chụp pin á đây dùng trong đạo Windows được không nắm thôi lại đi cho nè nè 4 này vì chụp áp pin nè về mình đã đặt chẳng vì chụp pin nè chẳng những đô mo Windows nó ba này nhưng anh đô Windows 3 ba này nhưng ca nhưng nơi riêng môi cũ không có đâu bàn nó bây giờ đã đang là do vì mình do đang là do Windows nó mà trộn mình bàn nhìn nè tê số cũ coi quạt đang là dừng dậy tí sấy về năng internet có việc mình tờ lôm tờ lễ nhá đi vì bọn đọc bậy là do công tơ tới ta chỉ tôi do công tơ tới vì bộ đấy phải hụt head office nơi play pram cam bấy chỉ đó làm việc lại mình này cái gì đó bài công tơ hành rút rút check tâm click bắt công tơ trong teo mình rồi còn gọi sao trong chào click nó chơi chi mà nó chơi kinh nè nè là mà click sao anh chỉ chọn đọc cái lô chi từ máu chứ đọc cái lỗ anh ấy bây giờ pin tỏ những tỏ mê đến những tiết chẳng thì dân vô lên vì bọn này ấy hay giờ là bỏ dưới dân phần nắng dân anh mình ấy tham trên năng tiết thế ai nên thị mới tiết tới thì chỉ là đỡ hai cái này thì cho nhiều vô free nè thì bữa sau giờ dân vô thạch end chứ bây giờ giờ ai sẽ bàn này đã lại nát cái nơi lành này thì cho lại nó nhiều vô free end chứ nè anh ấy giống ai sẽ bàn là đỡ bao giờ bữa sau giờ dân vô thạch end nó cứ dân ai sẽ bàn ta để tế anh ấy viết tam của bao vào vì nè anh ai sẽ bàn này thấy nhé anh bàn mà cứ bữa sau dân vô free end ní cứ nè thấy nhé dân ai sẽ bàn cái này ní nè nè ai rồi chia thành nhà pro như được còn dot ấy bàn được kia đấy arrow bao nhiêu ní nè nè ai ra chia arrow đọc ra âm chó nè trên được nông nắng nhâm miên chia standard rồi có thay mạc đấy thôi đặt thay mạc một tiền máu giờ được khởi được nông nắng chân nhà đạo bao nhiêu nhưng ai thôi là được nông mà kia bao nhiêu như miên trên đạo pram chân dân thời miên chung một việc là step 1 step 2 rồi step A step B chẳng nè nè chứ không thôi nhưng ta thay mạc chẳng tới ấy như là OC step khác bắt nó mệt bắt đấy xong chạy mới tích cho nên này có chia là bè lấy nè ai cho một mới bán step thì bao nhiêu không đồ về tụi tái của mọi thông về bí xôn cho chất ram mà đấy hay dân sợi về vành máu nè này chân giữa miền miền này thế giờ miền một vị thế chân như các mình mới cho một create cho là bén hay dân party tăng nào mới các bạn đấy anh ấy dân cô tại pra hiểm mát lo chuyện thành mát nè vớiประเภท stair นั้น vì ai ប្រើប្រភេទតែមួយប៉ុន្តែឈ្មោះផ្សេងគ្នាអញ្ចឹងឥឡូវខ្ញុំប្រើជា Mac វិញខ្ញុំដាក់ Mac នេះមកហើយខ្ញុំដាក់ពីលើអ្នកគ្នាអាចដាក់ពីមុខអីក៏បានដែរតែខ្ញុំប្រើពីលើចុះប៉ុណ្ណេះមកហើយពួកប៉ារ៉ាម៉ែត្រនេះខ្ញុំសុំ delete វាចេញអញ្ចឹងទៅច្រឡំខ្ញុំមាន Mac ហើយនេះប្រភេទយ៉ាងដែរ
override ក៏មកអ្នកនេះកន្លែងនេះខ្ញុំដាក់មកខ្ញុំសរសេរឬក៏យើងអាច select ចូលវានេះMac របស់យើងខ្ញុំដាក់staircase នេះអក្សរយើងវែងពេកចូលមកទាញបន្តិចនេះយើងខ្លីពេកអូខេចេះមក OC staircase 21R 184 mm ចឹង 21R ហ្នឹងអ្នកគ្នា21ហ្នឹងមកន័យថា riser 21ហើយប្រវែងវាហ្នឹង184 mm អ្នកគ្នាខ្ពស់វា184ព្រោះអញ្ចឹងយើងកាត់ហើយអ្នកគ្នាអាចបន្ថែមទៀតបានបើសិនជាយើងចង់ដឹងថាប្រទេសកម្មនឹងមែន street អ្នកគ្នាអាចបន្ថែមបានប៉ារ៉ាម៉ែត្រថ្មីមួយទៀតមក label ប៉ះមួយមកចឹងនៅក្នុងនោះមាន stair street នេះ minimum street depth maximum riser មានទេសុំកានេះតិចactual riser create label actual thread depth ខ្ញុំចូលមកមួយមកចឹងកន្លែងនេះខ្ញុំដាក់ xx បានហើយមកវាចេញវែងពេកយើងលោតចូលចឹងអ្នកនេះឃើញ280ហើយអាចដាក់ ME ពីក្រោយមកចឹងនេះអានេះឧទាហរណ៍ខ្ញុំដូរមក250ចឹងនេះក៏លោត250ដែរឃើញទេអ្នកគ្នាគឺប៉ារ៉ាម៉ែត្រហ្នឹងគឺវា follow ទៅតាម model នេះចឹងកន្លែងនេះខ្ញុំសុំអត់ប្រើ280ហ្នឹងទេ delete ចោលប្រើប៉ុណ្នេះបានហើយអូខេមានអីឆ្ងល់thìយើងអាចសួរបានតែប៉ុណ្នេះយើងនៅមានតទៀតណាខ្ញុំតអស់ហើយស្ទែនឹងស្អីមួយថ្ងៃទៀតបានដាច់គឺនេះខ្ញុំចាប់ដល់ apply dimension ដាក់ឯណាដែលសមរម្យណានេះកុំឲ្យវាបាំងមកវាអីហើយទៀតយើងដាក់ dimension ទៅថ្ងៃនេះទៅចឹងដាក់ប៉ុណ្នេះសិនចាំរួចចាំយើងគិតតាមក្រោយទៀតតោះចឹងយើងចូលមក dimension detail របស់វា di មកអ្នកនេះអានេះអ្នកខ្ញុំចង់ចាប់ center ក៏បានចង់ចាប់ចេះក៏បានដែរបើសម្រាប់ខ្ញុំចូលចិត្តចាប់ចេះវាស្រួលមើលជាងបើយើងយក center អ្នកធ្វើហ្នឹងត្រូវអង្គុយគិតតែអ្នកនេះចឹងវាខ្ញុំយក opening ហ្នឹងមកហើយអ្នកនេះអានេះយើងមិនបាច់ចាំមកចាប់អីខាងក្រៅទៀតទេអ្នកនេះបើសិនជាឥតយើងនៅចំ center ហើយមិនបាច់ចាំមកចាប់ថែមចេះអីទៀតទេអ្នកនេះមិនបាច់ទេគេដឹងថាកន្លែងហ្នឹងគេវាយឡាយមកចំ center ហ្នឹងហើយលុះត្រាតែឥតយើងអត់ចំ center ហ្នឹងគ្មានជំរើសទេអាហ្នឹងអ្នកនេះត្រូវតែចាប់ដើម្បីប្រាប់គេថាឥតរបស់យើងអត់ចំ center line ទេAllo មួយ
នេះបានប៉ុណ្នេះនេះបានមែនអញ្ចឹងខ្ញុំដាក់ចេញមកហើយអ្នកនេះនៅក្នុង dimension របស់យើងមិនបាច់ចាំព្យាយាមចាប់វាឲ្យម៉ត់ហ្មងឯអ្នកនេះនៅក្នុងប្លង់បាតរបស់យើងចាប់តែកន្លែងសំខាន់ទៅបានហើយឧទាហរណ៍ថានៅកន្លែងនេះអីយើងចាំ call out វាទៅ detail វាមកតោះតែយើងអង្គុយព្យាយាមចាប់អានេះអស់ហ្មងអត់កើតទេអ្នកនេះវាមើលទៅវា space ស្ញេះពេកតែបើសិនអ្នកនេះចង់ឧទាហរណ៍ចង់ដាក់នឹងទាំងអស់ហ្មងបើសិនជាឧទាហរណ៍យើងចាប់មើលទៅdimension វាអីអាចរត់បានអត់បញ្ហាទេកុំឲ្យតែវាគៀកគ្នាពេកអញ្ចឹងកុំតែចុងក្រោយទៅអានេះនៅតែយើង call out ដើម្បីទៅ detail វាទៀតទេហើយហ្នឹងណាហើយចង់ចាប់ឲ្យហើយក៏បានដែរអត់បញ្ហាអញ្ចឹងប៉ុណ្នេះពីមុខម្ដងយើងហ៊ាន dimension របស់យើងតែមាន3ណានេះ dimension របស់យើងទី1អាល្អិតនេះទី2 grid to grid ទី3គេហៅថា Tolly ពីចប់ណានេះអញ្ចឹងបាទបើគ្នាយើងខ្លះក៏អត់ចូលចិត្តប្រើ3យើងប្រើតែ2ឯងដោយសារចង្អៀតក៏អត់ចូលចិត្តប្រើនេះគាត់អានេះហើយអាធំនេះបណ្ដោយមែនទេគ្នាយើងបាទទូទៅគេមានពីច្រើនតែធំ2ហ្នឹងហើយតែនៅតនោះតែចូលទៅ detail អីមកផ្នែកបានគេចាប់អីលម្អិតច្រើនហ្នឹងតែបើសិនឲ្យធ្វើហ្មង3នេះគ្នាទី1 grid to grid ហើយអានេះវាខ្លះដល់4នេះណាគ្នាបើសារតែវាដាក់អត់អស់អញ្ចឹងអាចដល់4ទៀតបើខ្ញុំពេលខ្លះ4ពេលខ្លះ3តែយ៉ាងភាគតិចបំផុត3បើសិនជាខ្ញុំធ្វើ layout plan ហ្នឹងណាហើយនៅខាង single requirement គេក៏ប៉ុណ្្នឹងដែរគេណាខ្ញុំនិយាយពី dimension នេះតិចទៀតដែរកន្លែងនេះអ្នកនេះវាមាន offset text offset របស់យើងនេះយក 0.5 គឺនេះពីខ្សែ line នេះមកនេះហើយមួយទៀតអា line នេះអ្នកនេះ dimension line snap distance នេះគឺសំខាន់ដែរនៅក្នុងការធ្វើអាហ្នឹងបើសិនជាយើងអត់សេរីអាហ្នឹងទេ dimension យើងរត់អត់ស្អាតទេអានេះអ្នកនេះពេលខ្ញុំចាប់ dimension ហើយ di ឧទាហរណ៍ចឹងអ្នកនេះវាមាន snap ឲ្យយើងមកគឺប្រវៃនេះស្មើគ្នាយើងមិនបាក់សេរីទាញហ្នឹងមើលទៅប៉ុណ្ណាមកសមគឺវាមាន snap ឲ្យយើងមកឧទាហរណ៍ថាខ្ញុំសេរីវាមកនៅ 3.5 ចឹង snap វាមិនប៉ុណ្្នឹងទេចាប់មួយទៀតណា di ចុះអូខេ 3.5 ចឹងអានេះវិញមួយភាសាខ្ញុំតន់សេរីអានេះទីខ្ញុំសិន di នេះអ្នក4ខ្ញុំមាន snap របស់ខ្ញុំអញ្ចឹងវារត់តាគៀកជាងអាមុនទៀតអានេះអញ្ចឹងដែរចឹងគេមានប្រវៃនេះខុសគ្នាអ្នកនេះអញ្ចឹងនៅក្នុង Revit dimension យើងចាប់មកឃើញស្មើជ្រិញហ្មងដោយសារអ្នកនេះវាមាន snap ពេលយើងចាប់ដាក់មកអ្នកនេះឃើញបើក្នុង AutoCAD ដូចជាអត់មានទេខ្ញុំធ្លាប់ប្រើគឺយើងត្រូវសេរីខ្លួនឯងឬក៏គេមានខ្ញុំមិនដឹងខ្ញុំចុចអត់ចំRevit យើងមានណាឧទាហរណ៍ថាខ្ញុំប្រើ5ទៅឃើញវាគម្លាតគ្នាឆ្ងាយអញ្ចឹងខ្ញុំប្រើ4ខ្ញុំសេរីវាមក4មកចឹងអ្នកនេះឃើញវាគៀកគ្នា
អាហ្នឹងកុំឲ្យកម្រិតវាឆ្ងាយពេកអ្នកនេះ dimension របស់យើងណាតែបើសិនជាមាន space អ្នកនេះអាចទាញវាឆ្ងាយទៀតឃើញប្លង់យើងកាន់តែស្រឡះអញ្ចឹងខ្ញុំអានេះមួយទៀត4ដែរ di ខ្ញុំចាប់អានេះអ្នកនេះភាគច្រើនខាងចុងគឺយើងចាប់អាប្រអស់អ្នកនេះយើងកុំចាប់យក center អ្នកនេះឧទាហរណ៍នៅកន្លែងនេះភាគច្រើនគ្នាយើងពេលខ្លះចេះអាង center ទៅទាំងអស់អញ្ចឹងកន្លែងនេះពេលខ្លះបើសិនជា fix ខាងក្រៅអ្នកនេះនឹងខុសដោយសារតែអាឥតនឹងភាគច្រើនគឺវាប្រែប្រួលណាអញ្ចឹងអាស្រ័យលើអ្នកនេះថាចង់ឲ្យប្រែប្រួលខាងក្នុងឬខាងក្រៅបើសិនជាគេ fix ខាងក្រៅឧទាហរណ៍តាក់ទងមួយផ្លូវដើរគេត្រូវការ 1.2 fix អញ្ចឹងកន្លែងនេះអ្នកគ្នាត្រូវតែចាប់ខាងក្រៅកុំយកវា center បើថាខាងចុងរបស់គេគឺយើងយកខាងអត់មានតទៀតណាអ្នកនេះគឺយើងយកវាចំនឹងមកតនេះគ្នាយើងចឹងនេះក្នុងលក្ខខណ្ឌដែល4ណាពេលខ្លះទៅនេះខ្ញុំចេះទៀតនេះពេលខ្លះទៅខ្ញុំចេះទៀតណានេះតែមិនសិនមកខ្ញុំ1 2 3 4គឺខ្ញុំមានអត្ថន័យរបស់ខ្ញុំដែរទី1ពីប្រវ័យនេះខ្ញុំមាន detail នៅក្នុងនេះប្រវ័យនេះអញ្ចឹងពីប្រវ័យនេះខ្ញុំមាន detail នេះមួយទៀតបើសិនជាយើងចាប់តានេះគឺគេអត់ដឹងថាប្រវ័យស្រុបនេះម៉ែនេះឧទាហរណ៍ថាខ្ញុំអត់មានអានេះឧទាហរណ៍ខ្ញុំអត់មាននេះហើយយើងចាប់មកចេះអញ្ចឹងគាត់ត្រូវអង្គុយបូកលេខនេះបានចេញប្រវ័យសរុបនេះអញ្ចឹងនៅសាយគាត់រៀង take time turn តិចរបស់ខ្ញុំគឺខ្ញុំចេះនេះគាត់ដឹងហ្មងថាប្រវ័យសរុបរបស់វា2150ហើយមកប្រឡោះប៉ុណ្នេះស្រួលហើយអ្នកនេះពេលខ្លះយើងធ្វើអីយើងគិតដល់គ្នាអ្នកធ្វើផងអ្នកនេះហើយយើងចេះគូទៅហើយគេយកទៅធ្វើអីក៏ធ្វើទៅតោះនេះខ្ញុំជួយបង្ហាញកន្លែងហ្នឹងម្ដងទៀតកន្លែងដាក់ space អាគៀកគ្នាហ្មងខ្ញុំមិញមើលយើងតាក់ដឹងតែមកពីអ៊ីនធឺណិតខាងខ្ញុំមិញមើលដូចតាត់ទៅអូខេតាក់ទងជាមួយនឹងចន្លោះនេះមែនប្រហែលណាបាទហ្នឹងបើតាបងយកមកគៀកគ្នានេះនៅក្នុងនេះយើងចូលមក edit type មកនេះ dimension line snap distance នេះយើងសេរីមកអូណែបងចំណុច4ស្អាតបងអាស្រ័យប្រហែលមិនថា4ស្អាតទេអាស្រ័យលើប្លង់របស់យើងទូចធំគឺវា flexible អាច4 5ឬ4កន្លះអីចឹងទៅអូបាទហើយ complex array អានេះផងអ្នកគ្នាcomplex array កន្លែងនេះផង take offset របស់យើងកុំឲ្យឆ្ងាយពេកជាទូទៅដូចជាវាមក original វា 1.75 ចឹងនេះ 1.75 ឡើងចេះហ្មងណាចឹងយើងអាចសេរីវាគៀកបាននេះចឹង snap របស់យើងនេះយើងអាច 0.3 0.4 អីបានហើយ 0.4 ទៅវិញអ្នកនេះកុំឲ្យតែខ្សែ line នេះដែលយើងមើលឃើញអានេះវាមកប៉ះជាមួយអានេះអញ្ចឹងទេកន្លែងនេះវានឹងដាច់ពេលដែលយើង zoom ទៅយើងនឹងឃើញកន្លែងហ្នឹងវា high អញ្ចឹងអ្នកនេះសេរីយ៉ាងម៉េចកុំឲ្យនេះខ្សែ line នេះឃើញណានេះដែលខ្ញុំប៉ះទៅវាចេញ line boundary ពណ៌ QQ នេះឃើញហ្នឹងអាចទៅ print ពីដែរទៅអាចបាត់ដែរហ្នឹងហើយអញ្ចឹងធ្វើម៉េចកុំឲ្យអានេះវាកន្លែងនេះវាជាន់លើគ្នាធ្វើម៉េចឲ្យនៅធ្វើគៀកគ្នាបានហើយយល់ទេគ្នាយើងតោះអញ្ចឹងយើងមកមួយទៀតតោះបងអ្នកគ្នាកន្លែងនេះខ្ញុំភាគច្រើនគឺខ្ញុំប្រយោលមួយខ្ញុំអត់ដាក់ dimension ចូលឡើងហ្នឹងហ្មងឯងខ្ញុំប្រយោលជា grid line មួយនេះមាន grid អញ្ចឹងយើងបង្កើតបន្ទាត់ line មកអ្នកគ្នាចូលមក manage ខ្ញុំចូលមក additional តោះមកយើងមាន line style
ហើយរបៀបបង្កើត line ឈ្មោះ line ថ្មីអានេះជា detail line ខ្ញុំចុច DL មកយើងអ្នកនេះ detail line របស់យើងមានឈ្មោះយើងប៉ុណ្នេះអញ្ចឹងខ្ញុំចង់បានប្រភេទ grid line មួយប៉ុន្តែជា detail line ទេមិន grid អានេះអ្នកនេះ line ដូចគ្នាដែរប៉ុន្តែជាប្រភេទ detail line DL មកខ្ញុំមានឈ្មោះ grid តែវាអត់ទាន់មានអានេះអញ្ចឹងខ្ញុំបង្កើតថ្មីមួយ additional setting line style យើងបើកអានេះមកតោះខ្ញុំយកពាក្យថា new ខ្ញុំសរសេរនេះ grid line អូខេចឹងអ្នកគ្នាកន្លែងនេះធម្មតាចេញមកវា solid សិនចឹងខ្ញុំមករកSOG មកចឹងអ្នកគ្នា grid line ចឹង grid line របស់ខ្ញុំនេះខ្ញុំអត់ប្រើពណ៌ខ្មៅដិតទេព្រោះវាជា sub grid របស់ខ្ញុំប្រើពណ៌មួយផេះបន្តិចចេះតោះខ្ញុំ DL នេះ grid line ហើយអា grid line នេះអ្នកកន្លែងទីតាំងអ្នកអាចប្រើជា center line ក៏បានដែរឬក៏ grid line ដូចខ្ញុំក៏បានដែរអញ្ចឹងពណ៌វាស្រាលអ្នកនេះពណ៌វាអត់ដិតដូចអាផ្សេងតងជាមួយនឹងកន្លែងឆ្ងាយអ្នកគ្នាអាចប្រយោលជា line អញ្ចឹងយើងកុំដាក់ dimension យើងចូលមកអញ្ចឹងអ្នកនេះលក្ខខណ្ឌចេះអ្នកគ្នាអាចសេរីវាបន្តិចមកឲ្យទៅ5ទៅហើយនេះមកអ្នកគ្នាយើង select ទីតាំងនេះចេះមកអញ្ចឹង object របស់យើងប៉ុណ្្នឹងទៅបានសួរថាម៉េចឲ្យខ្ញុំអត់ចាប់លម្អិតនៅក្នុងនេះខ្ញុំចាំ call out ម្ដុំហ្នឹងយកទៅ detail ហ្មងអញ្ចឹងកន្លែងទីតាំងនេះគឺខ្ញុំចាប់តែសំខាន់មែនទេទី1ទីតាំងទៅសរបស់យើងនៅកន្លែងណាពេលដែលយើង maintain គឺយើងចាប់ detail ធំមុននៅបងដូចកន្លែងបងគូសថែមline មិញហ្នឹងខ្ញុំពីខ្លះរត់ចង់គូសថែមកន្លែងណាមួយតែវាវិញស្នេហ៍ខ្ញុំគូសអប reference line បងឃើញវា line ប៉ុន្តែពេលយើង plot ទៅវាអត់ឃើញ line ហ្នឹងចឹងណាបាទប៉ុន្តែគាត់ឃើញវាញ៉ៃតិចអាឃើញ reference line តែចូលចិត្តប្រើដែរ reference line ហ្នឹងហើយវាឃើញញ៉ៃពេលយើង view ផងហើយច្រើនខ្ញុំប្រើនៅពេលដែល model អីខ្ញុំអាចប្រើ model line reference line អញ្ចឹងណាដល់ពេល detail ខ្ញុំប្រើតែ detail line ឯងហើយមួយអញ្ចឹងវាអត់សូវល្អមែនទេអញ្ចឹងនៅក្នុង dimension របស់យើងអាចប្រើមួយ style ទៀតយើងប្រើ round off មកចូលមក edit type អញ្ចឹងនៅក្នុងនេះអ្នកគ្នាវាមាននេះកន្លែងនេះមួយអញ្ចឹងខ្ញុំដោះនេះចេញទៅមកកន្លែង decimal របស់យើងនេះខ្ញុំយក custom ហើយខ្ញុំយកទៅ5អញ្ចឹងនៅកន្លែងបើសិនជា2វានឹងប្រកួតទៅ5អញ្ចឹងខ្ញុំឧទាហរណ៍មួយ DL ចេះខ្ញុំវាស់ DI ហើយខ្ញុំយកអា dimension ផ្សេងមកប្រើសិនខ្ញុំឧទាហរណ៍ថាប្រវែងនេះ3000 2ចេះហើយអានេះ503ចេះអ្នកគ្នាអានេះខ្ញុំយកអារ៉ោនអស់នៅមកគូសចឹងអ្នកគ្នានេះវាចេញមកចេះវាប្រកួតឡើងប្រកួតចុះប្រវែងដូចគ្នាទេប្រវែងសរុបឃើញអ្នកគ្នាតែយើងប្រើ round off ហ្នឹងវាមានកន្ទុយ1 2 3 4អត់មានទេគឺវាមានតែ5និង10ហ្មងបើនៅខាងសិង្ហបុរីគឺហាមដាច់ខាតមកអា1 2 3 4ហ្នឹងគឺឲ្យយើងមានលេខនៅក្នុងហ្នឹងដាច់ខាតគឺតែ0 5 10
លី2លីមិនអីទេអ្នកគ្នាយើងអាចចឹងបានចឹងdimension យើងធ្វើប៉ុណ្ណឹងហើយស្អែកខ្ញុំនឹងចាប់បន្តឲ្យហើយអត់ទាន់អស់ទេអ្នកគ្នាយើងនៅមាន schedule មានអីទៀតណាយើងតារាងមានអីទៀតតែថ្ងៃនេះយើងអាចធ្វើប៉ុណ្ណឹងសិនចុះមានអីឆ្ងល់គ្នាយើងអាចសួរបានចាប់ថ្ងៃទៅគឺវគ្គ detail កាន់តែរន្ធត់ហើយមាន tip សំខាន់បន្តទៅរហូតបងអត់តាក់ទងមួយ detail យើងប្រើយើងប្រើ duplicate with detailing ហើយ call out មួយណាល្អជាងតាក់ទងជាមួយនឹងម្ដុំនេះមែន brother ឧទាហរណ៍ខ្ញុំចង់ detail ម្ដុំហ្នឹងមែនបាទដូចបងបង្ហាញយកមិញបងមានយើងមាន duplicate with detailing ហើយយើងមក scroll view យកមក detail ហើយនឹងយើងយក call out មក detail មួយណាល្អជាងខ្លួនយើងថាយើងចង់បង្ហាញមាន reference អត់ឧទាហរណ៍ថាកន្លែងនេះខ្ញុំចង់បង្ហាញមាន reference នៅក្នុងប្លង់នេះអញ្ចឹងខ្ញុំបង្ហាញ reference នៅកន្លែងនេះទៅប្រាប់នៅទំព័រដែលខ្ញុំ call out ហ្នឹងគឺខ្ញុំមានកន្លែងនេះមកគឺមាន boundary របស់យើងមានលេខឈ្មោះយើងប្លង់ដែលយើង call out ហើយជាមួយនឹងទំព័ររបស់យើងអញ្ចឹងកន្លែងហ្នឹងយើងត្រូវប្រើ call out តែបើសិនជាយើងអត់ចង់បង្ហាញ reference ទេន័យថាយើងចង់យកទៅដាក់នៅលើទំព័រហ្នឹងអត់មាន reference ពីហ្នឹងទៅទេអញ្ចឹងយើងអាច duplicate តែយើង scroll ដាក់មកបាទបងយល់បងតែអា scroll ហ្នឹងអត់សូវច្បាស់មែនទេបើសិនជាយើង call out ច្បាស់ហ្មងថាអ្នកដែលកាន់ប្លង់គឺស្រួលយកមើលយល់បងចឹងបានយើង duplicate នេះយើងអាចទៅបង្ហាញនៅ view នៅ sheet ដែលយើងយកប្លង់ទៅដាក់បានអត់បានទេយើង duplicate គឺដូចជាប្លង់នេះមួយចឹងអត់មាន reference អីទេបាទបងយល់បាទបើយើង call out គឺយើងមាន reference មានអីទៅដូចតែយើង section ដែរសំណួរហ្នឹងល្អតាមពិតយើងមានអីទៀតទេគាត់ហាក់ប្លង់ detail យើងអត់ទាន់ចប់ណាគ្នាយើងនៅស្អែកមួយថ្ងៃទៀតអត់ដាច់លោកគ្រូសុំសួរបន្តិចតើតើមួយ finishing នៅលើអញ្ចឹងអាហ្នឹងយើងមាន tag សម្រាប់ define វាfinishing មាន brother យើងអាចថត tag ជា wall បាន wall tag ហើយយើងអាចកំណត់វាជា type mark ដូចគ្នាឬក៏ mark ដូចគ្នាដែរ W1 W2 អីចឹងទៅស្អែកខ្ញុំនឹងបង្ហាញជូនតែ wall tag យើងអាចដាក់នៅក្នុងនឹងបានចឹងស្អែកខ្ញុំនឹងបង្ហាញជូននៅនឹងដែរហើយនឹងបញ្ចប់ការងាររបស់យើងសប្តាហ៍ក្រោយយើងចូលដល់ lower roof ហើយជាមួយនឹង upper roof មានអីផ្សេងទៀតទេគ្នាយើងខ្ញុំអស់បាទតោះចឹងយើងសម្រាប់ធ្វើប៉ុណ្ណឹងអ្នកគ្នាតែយើងតមេរៀនយើងទៀត